ខ្ញុំស្ដាយក្រោយមែនតើនៅពេលដែលខ្ញុំទៅតែចាប់ផ្ដើមធ្វើ content នៅពេលឥឡូវនេះអញ្ចឹងមានតែ content creator ដែលទៅតែចាប់ផ្ដើម start នៅ2025នេះទេបានយល់អារម្មណ៍ខ្ញុំដោយសារអីសម័យនេះគឺជាសម័យដែលធ្លាក់ view ខ្លាំងមែនតើអ្នកនរគ្នាយីរួមខ្ញុំប្រឹងធ្វើវីដេអូរាល់ថ្ងៃប៉ុន្តែអត់មាន view សោះពេលខ្លះខ្ញុំចង់ give up មែនតើប៉ុន្តែខ្ញុំមានអារម្មណ៍ថាបើខ្ញុំ give up ក៏វាអត់មានបានអីមកវិញដែរនិយាយទៅខ្ញុំសុំដាក់សម័យកាលនេះគឺជាសម័យកាលធ្លាក់ view ហ្មងដោយសារតែខ្ញុំឃើញ content creator ជាច្រើនមិនថា micro influencer ឬក៏អ្នកដែលគាត់ធ្វើ content creator ដែលល្បីជាយូរណាស់មកហើយក៏មានអ្នកដែលគាត់ល្អូថាវីដេអូធ្លាក់ view ខ្លាំងអីអញ្ចឹងណាអញ្ចឹងគឺខ្ញុំស្ដាយក្រោយមែនតើនៅពេលដែលខ្ញុំអត់ព្រម start ធ្វើ content earlier អ្នកនរគ្នាគឺខ្ញុំមានអារម្មណ៍ថាខ្ញុំទៅតែចាប់ផ្ដើមធ្វើ content ជាប់លាប់មានន័យថា consistency គឺនៅពេលឆ្នាំ2025នេះហើយកំឡុងពេលនេះដែរគឺជាពេលដែលខ្ញុំមិនដឹងថា Cambodia កើតអីទេបានធ្លាក់ view ខ្លាំងម៉ងប៉ុន្តែអីខ្ញុំនឹង try ធ្វើ content ផ្សេងឲ្យធ្វើមិនតាក់តងឬក៏ជាប់ជាមួយនឹង interest ដើម្បីឲ្យ TikTok ជួយ push ទៀតហើយជាចុងក្រោយគឺអត់មានអីទេបើសិនជាបងណាដឹងពីវិធីធ្វើមិនឲ្យឡើង view ធ្វើឲ្យ content យើងមានអ្នកមើលច្រើនជួយប្រាប់ខ្ញុំផងអាច comment ប្រាប់ខ្ញុំក៏បានឆាតប្រាប់ខ្ញុំក៏បានដែរ thank you ទុកមុន